យកខ្សាច់មកពូកជាពនុករៀងដូចខ្នងអណ្ដើកហើយយកកំប៉ុងទឹកក្រូចហ្នឹងយកមកដាក់ជា5ជ្រុងមកហើយគាត់យកស៊ីម៉ង់ដែលលាយរួចស្រេចហ្នឹងយកមកពូកឬក៏បៀកនៅលើខ្សាច់ដែលពូនជាខ្នងអណ្ដើកហ្នឹងពេលដែលបៀកផាត់បានរលោងស្អាតហើយគាត់ចាប់ផ្ដើមគូសជាក្រឡាដូចក្រឡានៅខ្នងអណ្ដើកអញ្ចឹងព្រោះគាត់ធ្វើជាអណ្ដើកដល់អញ្ចឹងទៅត្រូវគូសតាមម៉ូដហ្នឹងបន្ទាប់មកគាត់យកចានជ័រមួយយកមកគ្របផ្កាប់ពីលើខ្នងអណ្ដើកដែលគាត់ធ្វើហ្នឹងរួចគាត់គូសជារង្វង់ហើយគាត់កបិតឬក៏ឈើហ្នឹងកាត់ស៊ីម៉ង់ហ្នឹងចេញដើម្បីទុកធ្វើជារុនផើងពីខាងលើអញ្ចឹងណាបន្ទាប់ទៀតទុកហាលវាឲ្យស្ងួតហើយគាត់ក៏ផ្ងាវាឡើងហើយគាត់ដកកំប៉ុងទឹកក្រូចហ្នឹងចេញឲ្យអស់ហើយគាត់ចាប់ផ្ដើមពូតស៊ីម៉ង់ធ្វើជាពោះអណ្ដើកបន្ថែមទៀតពេលដែលស្ងួតសងខាងហើយគាត់ចាប់ផ្ដើមធ្វើជាជើងអណ្ដើកក្រោយពីគាត់ធ្វើជើងអណ្ដើកហើយគាត់ចាប់ផ្ដើមធ្វើក្បាលអណ្ដើកធ្វើក្បាលអណ្ដើករៀបចំហើយគាត់ចាប់ផ្ដើមគូសកលាជើងគូសកលាក្បាលអណ្ដើកហ្នឹងហើយគាត់ចាប់ផ្ដើមលាបថ្នាំមួយជាន់សិនពេលលាបថ្នាំមួយជាន់ហើយគាត់ចាប់ផ្ដើមលាបមួយជាន់ទៀតធ្វើជាពណ៌របស់ផើងផ្កាហ្នឹងអណ្ដើកពណ៌ខៀវអញ្ចឹងទៅហើយស្នូកវាខាងលើហ្នឹងគាត់លាបដូចពណ៌លឿងចាស់ហើយឆ្នោតជាមួយនឹងពណ៌ក្រហមអញ្ចឹងទៅវាយកលាឲ្យមើលទៅឃើញស្រស់ស្អាតរូបអណ្ដើកហ្នឹងណាអញ្ចឹងក្រោយពីលាបថ្នាំអីរួចរាល់អស់ហើយគាត់ចាប់ផ្ដើមដាក់ហាលឲ្យស្ងួតហើយគាត់យកទៅដាំកូនឈើដាំកូនផ្កាមើលទៅគឺស្រស់ស្អាតគាត់ប្រកែច្នៃមែនតើគួរឲ្យសរសើរមែនតើអញ្ចឹងវីដេអូនេះពិបាកធ្វើបន្តិចហើយបើសិនជារៀនធ្វើតាមគាត់ប៉ុន្តែបើនេះដែលមានភាពច្នៃប្រឌិតឬក៏ចូលចិត្តក្នុងការច្នៃប្រឌិតបែបនេះគឺអាចធ្វើបានហើយមើលទៅប្រហែលជាអាចទៅរួចតែបើខ្ញុំយល់ថាពិបាកធ្វើមើលទៅដូចជារឿងពិបាកធ្វើគូសមដែរអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងនឹងផ្ដល់ជាគំនិតនិងជាប្រយោជន៍ទៅដល់បងប្អូនយើងទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះផងបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា